ក្រសួងព័ត៌មានព្រមានចាត់វិធានការតឹងតែងលើអ្នកផលិតមាតិកាអសីលធម៌ក្នុងបណ្ដាញសង្គមសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Learn English with Deb ថ្ងៃនេះយើងនឹងរៀនភាសាអង់គ្លេសតាមរយៈព័ត៌មានពិតមួយដែលកំពុងទទួលបានការចាប់អារម្មណ៍នៅក្នុងសង្គមមុននឹងចាប់ផ្ដើមខ្ញុំសូមអានព័ត៌មានទាំងស្រុងដែលដកស្រង់ចេញពី AFE ខេមរៈភាសាក្រសួងព័ត៌មានព្រមានចាត់វិធានការតឹងតែងលើអ្នកផលិតមាតិកាអសីលធម៌ក្នុងបណ្ដាញសង្គមក្រសួងព័ត៌មានបានព្រមានចាត់វិធានការដោយគ្មានការលើកលែងចំពោះអ្នកផលិតមាតិកាលើបណ្ដាញសង្គមដែលនៅតែផលិតនិងផ្សព្វផ្សាយមាតិកាបំពានក្រមសីលធម៌សង្គមនិងសេចក្តីថ្លៃថ្នូររបស់មនុស្សការព្រមានធ្វើឡើងក្រោយរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកណេត ភត្រាបានហៅអ្នកផលិតមាតិកាពីរក្រុមគឺក្រុមនាយក្រឹបនិងក្រុមគ្រូទឿមកធ្វើកិច្ចសន្យាបញ្ឈប់ការផលិតមាតិកាអសីលធម៌លើបណ្ដាញសង្គមកាលពីថ្ងៃទី4ខែសីហាឆ្នាំ2026អ្នកតាមដានសង្គមគាំទ្រចំណាត់ការរបស់ក្រសួងព័ត៌មាននិងស្នើឲ្យបន្តចាត់វិធានការលើបុគ្គលឬក្រុមអ្នកផលិតមាតិកាដែលបង្ហាញពីរូបភាពអវិជ្ជមានដល់អ្នកទស្សនាលោកណេត ភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានព្រមានចាត់វិធានការតាមច្បាប់ជាកំហិតប្រសិនបើក្រុមអ្នកផលិតមាតិកាចំនួន2ក្រុមគឺក្រុមនាយក្រឹបនិងក្រុមគ្រូទឿនៅតែផលិតនិងផ្សព្វផ្សាយមាតិកាមិនសមរម្យនៅលើបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួនលោកណេត ភត្រាថាក្រសួងព័ត៌មាននឹងបន្តតាមដានសកម្មភាពរបស់ពួកគេនិងក្រុមអ្នកផលិតមាតិកាផ្សេងទៀតយ៉ាងយកចិត្តទុកដាក់បំផុតការព្រមានរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានធ្វើឡើងបន្ទាប់ពីក្រសួងបានកោះហៅក្រុមនាយក្រឹបនិងក្រុមគ្រូទឿទៅអប់រំនិងចុះកិច្ចសន្យាកាលពីថ្ងៃទី3និងទី4ខែសីហាឆ្នាំ2026កន្លងទៅកិច្ចសន្យានោះបានតម្រូវឲ្យពួកគេបញ្ឈប់ការផលិតមាតិកាអសីលធម៌លើបណ្ដាញសង្គមដែលមានចរិតរើសអើងបង្កការស្អប់ខ្ពើមបន្ទាបបន្ថោកប្រមាថឬរំលោភបំពានលើកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់បុគ្គលណាម្នាក់រួមមានស្ត្រីកុមារជនមានពិការភាពអ្នកជំងឺនិងក្រុមងាយរងគ្រោះបើតាមលោកណេត ភត្រាតំណាងក្រុមអ្នកផលិតមាតិកាទាំងពីរបានទទួលស្គាល់កំហុសព្រមទាំងបានសន្យានឹងលុបខ្លឹមសារមិនសមរម្យនិងមិនប្រព្រឹត្តកំហុសដដែលជាថ្មីម្ដងទៀតគួររំលឹកថាកាលពីថ្ងៃទី31ខែកក្កដាលោកណេត ភត្រាបានប្រកាសដាក់បទបញ្ជាឲ្យមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ហៅក្រុមគ្រូទឿមកធ្វើកិច្ចសន្យាណែនាំនិងអប់រំចំពោះការផលិតវីដេអូរុញក្រែពេទ្យដែលមានខ្លឹមសាររើសអើងចំពោះអ្នកជំងឺអេដស៍លោករដ្ឋមន្ត្រីក៏បានបញ្ជាឲ្យមន្ត្រីរបស់ខ្លួនកោះហៅក្រុមអ្នកលក់ផលិតផលតាមបណ្ដាញសង្គមដែលចូលចិត្តស្លៀកពាក់លិចលើលិចក្រោមបញ្ចេញសាច់ដើមទ្រូងធំៗដើម្បីទាក់ទាញការចាប់អារម្មណ៍មកធ្វើកិច្ចសន្យាដូចគ្នាលោកបណ្ឌិតឆតប៊ុនថងអ្នកជំនាញកិច្ចការសង្គមនិងទស្សនវិជ្ជាស្នើឲ្យក្រសួងបន្តចាត់វិធានការបន្ថែមទៀតលើបុគ្គលឬក្រុមអ្នកផលិតមាតិកាដែលបង្ហាញពីរូបភាពអវិជ្ជមានដល់សង្គមសកម្មភាពទាំងនោះរួមមានការប្រើពាក្យសម្ដីឬកាយវិការមិនសមស្របនិងផលិតវីដេអូស្រាបស្រាលដែលគ្មានការអប់រំលោកបណ្ឌិតឆតប៊ុនថងបន្តថាក្រៅពីមានវិធានការដោយផ្ទាល់ក្រសួងព័ត៌មានគួរបង្កើតឲ្យមានយន្តការតាមដានបែបបច្ចេកទេសដើម្បីតាមដាននិងចាប់មាតិកាណាដែលបង្កប់ឃ្លាឬពាក្យផ្ទុយនឹងគោលការណ៍របស់ក្រសួង
អ្នកជំនាញកិច្ចការសង្គមនិងទស្សនវិជ្ជារូបនេះដដែលឲ្យជាយោបល់ថារដ្ឋគួរមានកិច្ចសហការជាមួយក្រុមហ៊ុនបណ្ដាញសង្គមធំៗតួយ៉ាង Facebook, Telegram និង TikTok ដើម្បីទប់ស្កាត់ព័ត៌មានមិនពិតនិងមាតិកាដែលបំផ្លាញសង្គម ទន្ទឹមគ្នានេះអ្នកជំនាញក៏បានស្នើឲ្យពលរដ្ឋរស់នៅជាមួយបណ្ដាញសង្គមដោយសុវត្ថិភាពពោលមិនត្រូវយកបណ្ដាញសង្គមទៅបំផ្លាញសីលធម៌របស់ជាតិក្នុងគោលបំណងទាញយកប្រយោជន៍ឬដើម្បីកម្សាន្តអារម្មណ៍ទេតើយើងមកក៏លេខមើលចំណងជើងអត្ថបទភាសាអង់គ្លេសម្ដង Ministry warns against unethical social media content សូមអានម្ដងទៀត Ministry warns against unethical social media content Ministry មានន័យថាក្រសួង warns មានន័យថាព្រមាន against មានន័យថាប្រឆាំងនឹង unethical មានន័យថាអសីលធម៌ឬផ្ទុយពីក្រមសីលធម៌ social media content មានន័យថាមាតិកានៅលើបណ្ដាញសង្គមមានដូចជា Facebook, TikTok, YouTube ឬ Telegram ដូច្នេះចំណងជើងនេះមានន័យថាក្រសួងព័ត៌មានបានព្រមានប្រឆាំងនឹងការផលិតនិងផ្សព្វផ្សាយមាតិកាអសីលធម៌នៅលើបណ្ដាញសង្គម The Ministry of Information has warned that it will take strict action without exception against social media content creators who continue to produce and share content that violates social ethics and human dignity. The Ministry of Information មានន័យថាក្រសួងព័ត៌មាន has warned មានន័យថាបានព្រមានរួចហើយនៅទីនេះគេប្រើ present perfect tense ដែលមានរចនាសម្ព័ន្ធ subject បូកជាមួយនឹង has have បូកជាមួយនឹង past participle ឧទាហរណ៍ថា The ministry has warned the public មានន័យថាក្រសួងបានព្រមានប្រជាពលរដ្ឋរួចហើយបន្ទាប់មកមានឃ្លាមួយទៀតគឺ will take strict action will បង្ហាញពីអនាគត take action មានន័យថាចាត់វិធានការ strict action មានន័យថាវិធានការតឹងរ៉ឹង without exception មានន័យថាដោយគ្មានការលើកលែងឬនិយាយឲ្យងាយយល់គឺមនុស្សគ្រប់រូបត្រូវបានអនុវត្តច្បាប់ដូចគ្នា content creators មានន័យថាអ្នកផលិតមាតិកា social ethics មានន័យថាក្រមសីលធម៌សង្គម human dignity មានន័យថាសេចក្តីថ្លៃថ្នូររបស់មនុស្ស The Ministry of Information has warned that it will take strict action without exception against social media content creators who continue to produce មានន័យថាក្រសួងព័ត៌មានបានព្រមានចាត់វិធានការដោយគ្មានការលើកលែងចំពោះអ្នកផលិតមាតិកាលើបណ្ដាញសង្គមដែលនៅតែផលិត and share content that violates social ethics and human dignity ហើយនឹងផ្សព្វផ្សាយមាតិកាបំពានក្រមសីលធម៌សង្គមនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស The warning came after the Minister of Information Ned Petra summoned two groups of content creators, Nigrab Group and Kultur Group, to sign agreements on August for committing to stop producing and distributing unethical content on social media. Minister មានន័យថារដ្ឋមន្ត្រី summoned មានន័យថាបានហៅឲ្យចូលជួបឬក៏ហៅ agreement មានន័យថាកិច្ចសន្យាឬកិច្ចព្រមព្រៀង committing មានន័យថាផ្ដាច់ញាចិត្តឬសន្យា distributing មានន័យថាចែកចាយឬផ្សព្វផ្សាយ The warning came after the Minister of Information Ned Petra summoned
to groups of content creators នេះក្រាប group and គ្រូទឿ group មានន័យថាការព្រមានធ្វើឡើងក្រោយរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកណេតភត្រាបានហៅអ្នកផលិតមាតិកាពីរក្រុមគឺក្រុមនេះក្រាបនិងក្រុមគ្រូទឿ to sign agreements on August for committing to stop producing and distributing unethical content on social media មានន័យថាក្រុមនេះក្រាបនិងក្រុមគ្រូទឿដើម្បីចុះហត្ថលេខាលើកិច្ចសន្យានៅថ្ងៃទី4ខែសីហាដោយបដិញ្ញាបញ្ឈប់ការផលិតនិងការផ្សព្វផ្សាយមាតិកាអសីលធម៌នៅលើបណ្ដាញសង្គម Social observers have expressed support for the ministry's actions and have called for continued enforcement against individuals or groups that create content portraying negative or harmful images to the public. Social observers មានន័យថាអ្នកតាមដានសង្គម express support មានន័យថាបានសម្ដែងការគាំទ្រ continued enforcement មានន័យថាបន្តអនុវត្តវិធានការ individuals មានន័យថាបុគ្គល groups មានន័យថាក្រុម harmful មានន័យថាបង្កគ្រោះថ្នាក់ឬបង្កផលប៉ះពាល់អវិជ្ជមាន Social observers have expressed support for the ministry's actions and have called for continued enforcement against individuals or groups មានន័យថាអ្នកសង្កេតការណ៍សង្គមបានសម្ដែងការគាំទ្រចំពោះវិធានការរបស់ក្រសួងហើយបានអំពាវនាវឲ្យបន្តអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គលឬក្រុមណា that create content portraying negative or harmful images to the public មានន័យថាបុគ្គលឬក្រុមណាដែលផលិតនិងផ្សព្វផ្សាយមាតិកាដែលបង្ហាញរូបភាពអវិជ្ជមានឬបង្កផលប៉ះពាល់ដល់សាធារណជន